លោកទី2មានអរៈផ្លូវចិត្តដំអិននឹងណូឃើញស្រីគឺមួយម៉ៅដល់ថ្នាក់អុកបែបនេះលោកទី2មិនសម្លាប់គេចោលទេឬកុំឈោស្ងៀមឆាប់ទៅមើលទៅអារម្មណ៍នេះស្ងប់ចិត្តណាស់ឆាប់ដាក់ខ្ញុំចុះអ្នកជានរណាមកទីនេះធ្វើអីលោកទី2នេះជាថ្មីរបស់ក្មេងតូចនាងមិនបានតាំងចិត្តទេសូមលោកកុំប្រកាន់មិនដឹងនាងប្រើល្បិចអ្វីបានជាក្មេងតូចតាមជាប់នាងចង់ឆ្លៀតឱកាសនេះកុំជឿនាងបណ្ដេញនាងចេញទៅកុំឲ្យមានរឿងអីទៀតរឿងអីបើក្មេងតូចចូលចិត្តនាងក្មេងតូចចូលចិត្តនាងមិនល្អទេឬនាងនឹងបានធូរចិត្តខ្លះបើលោកទី2ថាបែបនោះទៅរៀបចំកន្លែងឲ្យនាងមើលថែក្មេងតូចទៅពិតជាមានអារម្មណ៍នេះមែនគេមិនសម្លាប់នាងទេឬអ្វីគ្រប់យ៉ាងគឺធម្មតាគេតែងតែដេកមិនលក់រហូតមកគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានតែថ្ងៃនេះពេលនៅក្បែរនាងបែរជាមិនមានអារម្មណ៍អីសោះហេតុអ្វីបានជាអ្នកស្លៀកពាក់បែបនេះខ្ញុំមកចាក់ស្រាឲ្យលោកទី2កុំមកចិត្តខ្ញុំលោកទី2ជួយជូតឲ្យខ្ញុំបន្តិចបានទេកុំធ្វើពុតជាស្លូតបូតអីខ្ញុំដឹងថាអ្នកចូលចិត្តមានអ្វីឲ្យខ្ញុំធ្វើទៀតទេលោកទី2លោកទី2ធំដុំលឹងហើយមិននៅមានអាការៈបែបនេះទៀតធម្មតាគេតែងតែមានបញ្ហានេះពេលអីវ័យទេតែយប់មិញគាត់មិនបានដេកមិនលក់ឡើយខ្ញុំទៅដោយខ្លួនឯងធ្វើមិនទៅក្មេងតូចហាក់ដូចជាពិបាកខ្លាំងណាស់មិនឲ្យអ្នកណាប៉ះខ្លួនឡើយឲ្យខ្ញុំមើលទៅអ្នកជានរណាដឹងអីខ្លះក្មេងតូចកំពុងតែឈឺចាប់ខ្លាំងការឈឺចាប់ត្រូវតែប្រើវិធីជំនាញខ្ញុំមានសញ្ញាបត្រត្រឹមត្រូវឈប់ភ្លាមអ្នកនឹងធ្វើឲ្យគេកាន់តែឈឺចាប់ក្មេងតូចធូរស្រាលហើយល្អណាស់មិនអីទេអ្នកពិតជាពូកែណាស់យកកាដូនេះទៅឲ្យនាងចុះមិនបានទេវាមានតម្លៃពេកហើយទៅមុខត្រូវរំខានអ្នករឿងក្មេងតូចទៀតហើយអរគុណអ្នកស្រីនាងកុំឲ្យខ្ញុំឃើញនាងទៀតអ្នកស្រីទី4លោកទី2មកជួបលោកទី4ដើម្បីនិយាយការងារពួកអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នជិះហាវីឆ្ងាយពីលោកទី2ទៅធ្វើការទៅអ្នកមើលថែក្មេងតូចនៅទីនេះលោកទី2គួរឲ្យខ្លាចចម្លងទេគាត់មានបញ្ហាអារម្មណ៍ខ្លាំងពីមុនមានអ្នកមើលថែម្នាក់ព្យាយាមអបគាត់ដេញចេញភ្លាមចាប់ពីពេលនោះមកគ្មានអ្នកណាឃើញនាងទៀតទេសំណាងហើយដែលខ្ញុំប៉ះគាត់ដោយចៃដន្យគាត់មិនបានធ្វើអីទៅមុខត្រូវតែនៅឆ្ងាយពីបុរសម្នាក់នេះលោកទី2ខ្ញុំចាប់ហើយគាត់ប្រកាសជាគិតថាខ្ញុំចង់លបអួងគាត់ធ្វើមិនទៅបើត្រូវដេញចេញខ្ញុំនឹងបាត់បង់ការងារខ្ញុំប្រកាសជាតិរើបញ្ចប់ត្រឹមនេះហើយក្មេងតូចមិនមែនមានក្លិនអីពិសេសទេវាគឺជារបស់គាត់ផ្ទាល់ហេតុអ្វីបានជាអត់មិនឲ្យខ្ញុំមើលថែអ្នកជានរណាខ្ញុំត្រូវទៅហើយនេះជាសង្គមច្បាប់ទម្លាប់ណាសង្គមច្បាប់ទម្លាប់អ្វីបងទី2ហេតុអ្វីបងនៅទីនេះបងតាមរកអញយូរហើយមកមើលក្មេងតូចឬបងចាប់អារម្មណ៍ក្មេងតាំងពីពេលណាពីមុនបងគិតថាបងមិនចូលចិត្តតែឥឡូវឃើញថាគេគួរឲ្យស្រឡាញ់របស់ដែលបងចូលចិត្តបងត្រូវតែទទួលបានប្រស័យភ្នែកមិញនេះគាត់ចង់សម្លាប់ខ្ញុំចោលមែនទេពីមុនមានរឿងអីប៉ុន្តែឲ្យជំនួយការប្រាប់មិនថ្ងៃនេះបងមកដោយខ្លួនឯងបងទី2បងកាត់អីបងមកទីនេះមានរឿងអីពិតប្រាកដបងលេងសើចនឹងខ្ញុំមែនទេហេថ្ងៃនេះត្រូវទៅជួបជុំគ្នាគាត់កំពុងតែសម្លឹងមើលខ្ញុំ
លេងខ្ញុំទៅបងមានបញ្ហាអារម្មណ៍មែនទេពីមុនបងមិនដែលទៅជួបជុំបែបនេះទេអញដឹងទេថាអ្នកម៉ាក់បារម្ភរឿងអ្វីបំផុតបងគិតថានឹងត្រូវបង្កើតគ្រួសារមែនទេអីគេបងសុខចិត្តរកគូហើយមែនទេពិតមែនទេអ្នកណាប្រាប់ឯងមានរឿងអ្វីចុះនាងនោះទៅណានាងជឿច្បាប់ឈប់សម្រាកខ្ញុំទៅមើលពិតជាអត់ប្រយោជន៍មែនតើនាងនោះជានរណាក៏បានដែរឲ្យតែមិនមែនជាមនុស្សដែលបងស្អប់ក្រុមហ៊ុនមានការងារច្រើនថ្ងៃនេះសំណាងហើយដែលបានមកជំនួសកន្លែងនាងខ្ញុំបានឮថាធុងអីនេះលោកទី2នឹងមកប្រស័យភ្នែកលោកទី2ពេលសម្លឹងខ្ញុំមិននេះពួកឯងមិនឃើញទេលោកទី2មើលខ្ញុំដូចជាចង់លេបពត់របស់ខ្ញុំអ៊ីចឹងតែនាងមានប្តីហើយមិនមែនឬលេងយ៉ាទៅប្រហែលជាលោកទី2ចូលចិត្តមនុស្សបែបខ្ញុំហើយអ្នកស្រីក៏បាននិយាយដែរថាបើលោកទី2ចូលចិត្តឋានៈមិនសំខាន់ទេខ្ញុំនឹងក្លាយជាម្ចាស់ផ្ទះទី2ខ្ញុំមិនដូចអ្នកខ្លះទេខ្លួនឯងគ្មានសមត្ថភាពហើយនៅមកធ្វើការនៅទីនេះទៀតនាងកើតមកដើម្បីបម្រើគេទេមកជួយច្របាច់ជើងឲ្យខ្ញុំមកចាត់ទុកថាហាត់រៀនបម្រើម្ចាស់ផ្ទះថ្មីឈួតរៃរងចាំខ្ញុំខកអីជាអ្នកស្រីម្ចាស់ផ្ទះទី2ខ្ញុំនឹងដេញនាងចេញរឿងថ្ងៃមុខជារឿងរបស់នាងតែពេលនេះនាងក៏ជាអ្នកមើលថែក្មេងតូចដូចខ្ញុំដែរឆាប់ទៅងូតទឹកទៅមិនមែនថាគេជឿទេឬអញដេកទៅខ្ញុំទុកវាចោលនៅទីនោះវាជាកន្លែងដែលមិនគួរទៅខ្ញុំសុបិនមែនទេសុបិនជាមួយបរិសគួរឲ្យខ្លាចនោះស្អែកឯងសម្រាប់ទៅលេងផ្ទះបានអរគុណអ្នកគ្រូសុបិនមិនមែនជារឿងពិតទេមិនមែនទេត្រឡប់មកវិញហើយម៉ាក់កុំធ្វើការហត់ពេកនៅផ្ទះចេះតែហត់ទៅដើរលេងខ្លះទៅមិនអីទេម៉ាក់មិនហត់ទេមើលចុះលុយដែលផ្ញើមកខ្ញុំទិញរបស់ថ្មីទិញខោអាវថ្មីឲ្យម៉ាក់ពីរឈុតម៉ាក់សាក់មើលមិនក៏ម៉ាក់មិនសម្លឹងមើលខ្ញុំតើនៅខាងក្រៅមានគេធ្វើបាបកូនមែនទេម៉ាក់កូនសុបិនឃើញបរិសម្នាក់មានរឿងអីទៅកូនឈួតវាជារឿងធម្មតាទេកូនអាយុ36ហើយគូដល់ពេលគូរឿងរាជការហើយកូនគួររកគូបានហើយមិនក៏ទៅមកអញមកយឺត4ម៉ោងហើយតើវាជារឿងរបស់ខ្ញុំឯណាខ្ញុំក៏ជាអ្នកមើលថែដែរអញមានសិទ្ធិអីមកបង្ខំខ្ញុំម៉ោងធ្វើការវាជារបស់នរណានោះនាងដឹងទេថាវាជាពេលសម្រាប់របស់ខ្ញុំពេលរសៀលខ្ញុំនឹងប្រាប់អ្នកគ្រូតើវាបាត់ទៅណាទៅរកនៅឃ្លាំងត្រូវដើរកាត់កន្លែងហាត់ប្រាណអុកទី2យប់ជ្រៅបែបនេះគាត់មិនមកទេមិនមែនទេគាត់នៅទីនេះពិតមែននរណាមកហាត់ប្រាណយប់ជ្រៅបែបនេះបរិសម្នាក់នេះហេតុអ្វីបានជាក្នុងចិត្តនៅតែគិតដល់គាត់សូមទោសលោកទី2ខ្ញុំមិនបានតាំងចិត្តរំខានទេខ្ញុំនឹងទៅវិញភ្លាមឈប់យប់ជ្រៅហើយមកទីនេះធ្វើអីរបស់ខ្ញុំបាត់ខ្ញុំមកយករបស់ប្រើប្រាស់ខ្ញុំមិនបានមកលបួងទេមានស្រីច្រើនណាស់ដែលនិយាយបែបនេះជាមួយខ្ញុំនេះក៏ដូចគ្នាខ្ញុំមិនបានតាំងចិត្តចូលមកទេសូមអនុញ្ញាតឲ្យខ្ញុំទៅចុះខ្ញុំហាក់ដូចជាមានអាការៈប្លែក
ឲ្យខ្ញុំមើលទៅលោកទី2កុំកម្រើកតើខ្ញុំមានអាការៈអ្វីសីតុណ្ហភាពចង្វាក់បេះដូងអ្នកមិនមានរបួសទេខ្ញុំមិនរំខានទេបើលោកត្រូវការអ្វីអាចហៅខ្ញុំបានដេកទៅឆាប់ដាក់ខ្ញុំចុះមានសុវត្ថិភាពហើយអ្នកមិនបាច់ដោះលែងគេទៀតទេជារបស់ខ្ញុំនឹងឆ្លើយតបខ្ញុំនឹងរងចាំរហូតដល់អ្នកព្រមគេគេងមិនលក់ទេឬគេមានជំងឺផ្លូវចិត្តមិនអាចជួបអ្នកក្រៅហេតុអ្វីគេចូលចិត្តខ្ញុំមែនទេមិនបានទេគេមិនអាចចូលចិត្តខ្ញុំទេយើងខុសគ្នាឆ្ងាយណាស់មិនអាចទៅរួចទេខ្ញុំនឹងធ្វើឲ្យអ្នកអស់ស្លាប់នេះជាអ្វីស៊ីជីយីងហេតុអ្វីលើខ្លួនក្មេងតូចមានស្នាមច្រើនម្ល៉េះខ្ញុំមិនដឹងមិនមែនខ្ញុំទេបើមិនមែនអ្នកតាជានរណាខ្ញុំទៅជួបលោកទី2យប់មិញមិនមែនខ្ញុំទេមើលតារាងវេនទៅអ្នកមានអ្វីចង់និយាយទៀតមិនអាចទៅរួចទេលោកទី4មានរឿងហើយក្មេងតូចមានរបួសលោកស្រីកំពុងត្រួតពិនិត្យលោកស្រីស្នាមនេះមិនកុហកទេយើងប្រៀបធៀបមើលទៅនឹងដឹងមានស្នាមខ្លាំងម្ល៉េះបើលោកស្រីឃើញខ្ញុំចប់ហើយស្នាមនេះមិនមែនជារបស់អ្នកទេមិនមែនខ្ញុំទេខ្ញុំមិនដែលប៉ះក្មេងតូចទេចុះរបួសមកពីណាឬក្មេងតូចធ្វើខ្លួនឯងរឿងនេះត្រូវដោះស្រាយអ្នកពិតជាអាក្រក់ខ្លាំងណាស់បានខ្ញុំនឹងប្រាប់អ្នកស្គាល់គេច្បាស់ណាស់ហេតុអ្វីចង់ធ្វើបាបគេមនុស្សនេះទុកមិនបានទេថ្ងៃនេះធ្វើបាបក្មេងថ្ងៃក្រោយប្រហែលដាក់ថ្នាំពោលប្តឹងប៉ូលីសទៅជប់សិនខ្ញុំមានភស្តុតាងយប់មិញខ្ញុំនៅជាមួយលោកទី2គាត់អាចធ្វើជាសាក្សីCGU អ្នកវាគ្មានកិច្ចខ្មាស់គិតថាមានលោកទី2ជួយយប់មិញខ្ញុំនៅជាមួយគាត់មែនមើលចុះនាងហ៊ានអូសលោកទី2មកពាក់ព័ន្ធទៀតខ្ញុំនឹងបង្រៀនមេរៀនដល់អ្នកណាហ៊ានប៉ះនាងលោកទី2លោកកំពុងធ្វើអ្វីយប់មិញនាងនៅជាមួយខ្ញុំលោកនឹងនិយាយរឿងយប់មិញមែនទេគាត់មិនអាចដឹងទេខ្ញុំទៅយកសោមុនខ្ញុំចេញទៅនាងមិនទាន់ត្រឡប់មកទេលោកទី2លោកច្បាស់ជាត្រូវនាងបោកហើយខ្ញុំមិនបានធ្វើបាបក្មេងទេលោកកុំជឿនាងហេតុអ្វីលោកត្រូវកុហកដើម្បីមេដោះម្នាក់នេះក្រដាស់នេះថ្មីពេកហើយនេះទើបជាតារាងវេនពិតប្រាកដអ្នកខ្លាញ់បន្លំតារាងវេនហើយធ្វើបាបក្មេងខ្ញុំមិនបានធ្វើទេគឺអ្នកដែលលួចសោហើយធ្វើបាបក្មេងតូចគេដឹងរឿងខ្ញុំបានយ៉ាងម៉េចលោកទី2ខ្ញុំមិនដឹងលោកនិយាយអ្វីទេនាំនាងទៅ CGU សុំទោសខ្ញុំនឹងឲ្យនឹងគ្រប់គ្រងមើលថែអ្នកខ្ញុំធ្លាប់មើលថែក្មេងច្រើនជាងខ្ញុំចុះខ្ញុំពិតជាស្រឡាញ់ក្មេងតូចដូចកូនខ្លួនឯងខ្ញុំជឿអ្នកទៅសម្រាប់ទៅលោកទី2ជួយខ្ញុំម្ដងទៀតហើយហេតុអ្វីថ្ងៃនេះលោកល្អជាមួយខ្ញុំម្ល៉េះលោកទី2ជួយខ្ញុំតែគាត់ជាមនុស្សគ្រោះថ្នាក់ត្រូវតែប្រញាប់រកលុយហើយចាក់ចេញពីទីនេះអ្នកធ្វើអ្វីខ្ញុំដូចសត្វសាហាវមែនទេខ្ញុំទើបជួយអ្នកតែអ្នកបែរជាដឹងគុណបែបនេះឬលោកទី2លោកអាចលេងខ្ញុំបានទេបើខ្ញុំមានតែពាក្យអរគុណតើលោកចង់បានអ្វីទៀតរបស់ដែលបង្ខំមិនផ្អែមទេ
ត្រូវមានការយល់ព្រមពីទាំងសងខាងអ្នកកំពុងបង្ខំខ្ញុំហើយមើលទៅលោកខឹងហើយក្រៅពីអរគុណអ្នកអាចធ្វើអ្វីផ្សេងឲ្យខ្ញុំបានដែរតើនេះហៅថាបង្ខំឬមិនមែនទេលោកចង់បានអ្វីគឺរបស់នេះឯងខ្ញុំថាហើយលោកមិនមែនចិត្តល្អឥតប្រយោជន៍ត្រូវហើយគេពិតជាល្អខ្ញុំមានតែអ្នកទេដែលអាចពឹងបាន CGU ឥឡូវអ្នកត្រូវវល់កលុយឲ្យបានច្រើនកុំឲ្យលងស្រឡាញ់លោកទី2ឲ្យរបស់ដែលលោកចង់បានខ្ញុំធ្វើរួចហើយហេតុអ្វីនៅឆ្ងាយម្ល៉េះខ្លាចខ្ញុំស៊ីអ្នកឬរបស់ជូនហើយខ្ញុំទៅវិញហើយហេតុអ្វីត្រជាក់ត្រជុំម្ល៉េះអត់ទេកុំកុហកខ្ញុំបេះដូងអ្នកលោតញាប់ណាស់អត់ទេខ្លួនប្រាណអ្នកស្មោះត្រង់ជាងមាត់អ្នកខ្ញុំគ្រាន់តែខ្លាចលោកអ្នកចូលមកចិត្តម្ល៉េះហេតុអ្វីមិនហ៊ានមើលមុខខ្ញុំមើលមុខខ្ញុំបេះដូងអ្នកពិតជាគ្មានអារម្មណ៍មែនទេយើងព្រមព្រៀងគ្នាហើយអ្នកជួយខ្ញុំឲ្យទុកតាអ្នកគិតថាខ្ញុំចង់បានទុកតានេះមែនទេអ្វីដែលខ្ញុំចង់បានគឺអ្នកខ្ញុំគ្រាន់តែជាមេដោះលោកជាអ្នកមានយើងខុសគ្នាមកជាមួយខ្ញុំទៅខ្ញុំឲ្យអ្វីគ្រប់យ៉ាងដល់អ្នកយើងមិនមែនមនុស្សសត្វប្រភេទតែមួយទេទុកតានេះខូចហើយយកទៅធ្វើថ្មីទៅគិតឲ្យច្បាស់សិនចាំមកជួបខ្ញុំCGU មកនេះចាស់អ្នកមើលថែក្មេងល្អណាស់ចាប់ពីថ្ងៃនេះទៅគ្រប់យ៉ាងជុំវិញក្មេងតូចគឺអ្នកជាអ្នកមើលថែ CGU នឹងជាអ្នកគ្រប់គ្រងយល់ព្រមទេចាស់លោកស្រីខ្ញុំធ្វើការនៅទីនេះ6ឆ្នាំហើយឲ្យមនុស្សថ្មីមកគ្រប់គ្រងខ្ញុំព្រោះគេចេះលួងក្មេងសហការជាមួយគ្នាទៅចាស់ខ្ញុំនឹងសហការជាមួយអ្នកយ៉ាងល្អខ្ញុំនឹងធ្វើឲ្យគាត់ដឹងថាទីតាំងនេះពិតជាអង្គុយប៉ុណ្ណានេះជាតុក្កតារបស់ក្មេងតូចអត់ពីនេះក្មេងតូចគេមិនលក់ទេឲ្យអ្នកដោះស្រាយមានតុក្កតាផ្សេងទេវាខូចអស់ហើយមើលចុះនេះជាតុក្កតាដែលគេស្រឡាញ់បំផុតជួសជុលបានទេវាជារបស់កំមលោកទី2អាចធ្វើបានលោកទី2អាចធ្វើពុំបានប្រហែលជានៅសល់មួយអ្នកពូកែណាទៅសុំលោកទី2ទៅខ្ញុំមិនទៅទេបើមិនទៅក្មេងតូចនឹងជឿហើយលោកស្រីនឹងខឹងអ្នកជួយក្មេងតូចទៅខ្ញុំនឹងសាកល្បងមើលទៅជួបលោកទី2ប្រយ័ត្នរបូតស្បែកកែឲ្យបានល្អជាងនេះព្រឹកស្អែកខ្ញុំចង់ឃើញលទ្ធផលល្អបើមិនបានការអ្នកទាំងអស់គ្នាស្អែកមិនបាច់ធ្វើការទេមួយខែហើយដែលមិនបានជួបគ្នាគេមិនមកគេមិនចង់ឃើញខ្ញុំមែនទេលោកទី2មានម្នាក់ឈ្មោះ CGU មកជួបលោកបាត់ឲ្យចូលមកអ្នកមកហើយនេះជារបស់នេះយុទ្ធសាស្ត្រទីផ្សារនេះលោកទី2គេពិតជាសង្ហាមែនខ្ញុំជួយអ្នកកាន់របស់នេះរឿងដែលខ្ញុំឲ្យអ្នកពិចារណាគិតឃើញនៅតុក្កតាក្មេងតូចខូចខ្ញុំមកយកគំរូថ្មីមកជួបខ្ញុំព្រោះតែរឿងនេះមែនល្អណាស់រងចាំមួយខែអ្នកមកសុំតែប៉ុណ្ណេះតើលោកចង់បានអ្វី
អ្នកត្រូវការជំនួយទេដាក់ខ្ញុំចុះរបស់នេះមានតែពីរទេក្នុងលោកឥឡូវវាខូចហើយអីចឹងតើមានវិធីដោះស្រាយទេរបស់ដែលអ្នកចង់បានខ្ញុំកែឲ្យហើយល្អឥតខ្ចោះតើគួរឲ្យរង្វាន់អ្វីដល់ខ្ញុំអ្នកនឹងធ្វើអ្វីមួយខែហើយដែលអ្នកមិនឲ្យចម្លើយខ្ញុំបើអីចឹងខ្ញុំនឹងបង្ខំអ្នកឲ្យនៅជាមួយខ្ញុំខ្ញុំគ្រាន់តែជាមេដោះចង់បានលុយទៅរកម៉ាក់ខ្ញុំមិនចង់លេងសាច់ទេក៏មិនចង់ធ្វើជារបស់ក្មេងលេងដែរCGU អ្នកណាថាខ្ញុំចង់លេងសើចនឹងអ្នកមិនដែលឃើញស្រីណាដូចអ្នកទេធ្វើឲ្យខ្ញុំសុំទោសខ្ញុំនៅមិនទាន់ត្រៀមខ្លួនទេខ្ញុំនឹងរងចាំអ្នកម៉ាក់អ្នកពិតជាចិត្តដាច់ណាស់ទុកអ្នកចោលលោកទី2ខឹងសម្បាខ្លាំងណាស់សំបីតែអ្នកហេរញ្ញវត្ថុដែលធ្វើការ10ឆ្នាំក៏គាត់ដេញចេញដែរCGU ទៅជួបលោកទី2អាក្រក់ហើយបើប៉ះពាល់លោកទី2មុខជាមិនល្អទេខ្ញុំត្រូវតែទៅជួយគេបានមកហើយលោកទី2មិនបានធ្វើបាបអ្នកទេឬអត់ទេគាត់និយាយស្រួលហេតុអ្វីគាត់ឲ្យរបស់មកច្រើនម្ល៉េះលោកទី2មិនខឹងទេឬអត់ទេអ្នកទៅធ្វើអ្វីអ្នកចាប់អារម្មណ៍រឿងខ្ញុំណាស់មែនទេអត់ទេគ្រាន់តែចង់ដឹងគឺនាងដែលលួចធ្វើបាបខ្ញុំមិនមែនមនុស្សដែលនាងចង់ធ្វើបាបក៏បាននោះអាវទាំងនេះនៅល្អសោះហេតុអ្វីត្រូវបោះចោលសោកស្ដាយណាស់លោកស្រីឲ្យបោះចោលអស់បោះចោលនៅណានៅខាងក្រោយផ្ទះពិតជាអាក្រក់មែនអាវក្មេងតូចនឹងរបស់ដែលលោកស្រីតាមរកហេតុអ្វីនៅទីនេះមិនបានទេនាងលួចលក់របស់ក្នុងផ្ទះខ្ញុំនឹងរាយការណ៍រឿងនេះលែងត្រូវការអនុញ្ញាតហើយអ្នកធ្វើអ្វីខ្ញុំគ្រាន់តែព្រួយពិនិត្យរបស់របរដែលគេបោះចោលមើលថាមានរបស់ណានៅប្រើបានទេខ្លាចខាតពិនិត្យរួចហើយមែនទេលោកស្រីខ្ញុំឃើញរបស់បាត់ច្រើនដូច្នេះទើបឲ្យអ្នកមកមើលទាំងអស់គ្នាច្បាប់ផ្ទះត្រូវតែគោរពខ្ញុំខុសហើយខ្ញុំវង្វេងស្មារតីហើយខ្ញុំស្នើឲ្យឆែកកាមេរ៉ាសុវត្ថិភាពមើលឲ្យច្បាស់ទៅខ្ញុំឆែកកាមេរ៉ារួចហើយអ្នកត្រូវតែត្រូវបានដេញចេញ CGU អ្នកចង់ធ្វើបាបខ្ញុំមែនទេអ្នកជាអ្នកធ្វើខុសមកបន្ទោសខ្ញុំគឺអ្នករកយូរហើយហេតុអ្វីនៅមិនទាន់ឃើញមិននឹកស្មានថាអ្នកបែបនេះនៅក្រៅមុខធ្វើល្អតែតាមពិតទៅ CGU គាត់របស់អ្នកនេះជាស្នាមមកក្មេងតូចខំក្មេងតូចអ្នកគិតថាពួកយើងជាក្មេងតូចឬមនុស្សគ្មានសីលធម៌មិនអាចនៅផ្ទះនេះបានទេបើកភ្នែកមើលឲ្យច្បាស់ផងគ្រួសារយើងមិនអនុញ្ញាតឲ្យនរណាមកធ្វើបែបនេះទេទៅសុំទោសទៅគ្រប់យ៉ាងគឺនៅពេលយប់ប្រគល់ឲ្យប៉ូលីសទៅលោកទី2និយាយត្រូវយកនាងទៅចាត់ការទៅCGU ខ្ញុំរកអ្នកឃើញហើយ
អ្នកធ្វើបាបគេរាល់ថ្ងៃចុះអ្នកធ្វើបាបខ្ញុំផងទៅអ្នកមិនចង់ឲ្យគេឃើញទេមែនទេបន្ទប់អ្នកនៅណាអីគេចង់នៅទីនេះមែនទេខ្ញុំមិនរើសអើងទេទៅជាមួយខ្ញុំមិនព្រមទេហីអ្នកក៏ចូលចិត្តខ្ញុំដែរយីអ្នកនៅទីនោះទេមានគេមកហើយលាក់ខ្លួនលឿនឡើងបងយូអញធ្វើអីមិនខ្ញុំមិនស្រួលខ្លួនទេអញមិនអីទេហីសម្រាប់ទៅខ្ញុំចូលទៅហើយចិនយូអញគេងហើយហីខ្ញុំមិនស្រួលខ្លួនបន្តិចលោកស្រីទី4ឲ្យទៅមើលកូនប្រុសតូចយប់នេះគេយំខ្លាំងណាស់បានខ្ញុំដឹងហើយអញទៅគេងចុះមិនតាន់ទៅទៀតនៅមានមួយទៀតដឺបហើយមែនទេអីចឹងទៅបន្តទៀតកាលពីយប់មិញស្អែកនេះយើងត្រូវរៀបចំពិធីមហោស្រពគ្រប់គ្នាសុទ្ធតែត្រូវជួបគ្នាកុំគិតអីផ្ដេសផ្ដាសអីចឹងខ្ញុំស្រែកហើយថ្ងៃនេះជាថ្ងៃកំណើតខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាឃើញក្រុមគ្រួសារយើងរីកចម្រើនខ្ញុំសប្បាយចិត្តណាស់អបអរសាទរលោកស្រីនេះជារឿងល្អរបស់ត្រកូលហ្វូទូកូនច្បងនៅក្រៅប្រទេសចំនួនគេជឿនលឿនខ្ញុំក៏អស់បារម្ភអរគុណលោកស្រីកូនទី2ឆ្នាំនេះអាយុ27ហើយមិនទាន់មានស្រីម្នាក់ផងកូននេះមិនចូលចិត្តមនុស្សក្រៅខ្ញុំបារម្ភណាស់កូនទី2មិនចូលចិត្តមនុស្សក្រៅទេហីគេធ្វើដាក់ខ្ញុំដូចសត្វចោអ៊ីចឹងលោកស្រីរឿងកូនទី2ប្រញាប់មិនបានទេរងចាំដល់ពេលសំគួរខ្ញុំរងចាំដល់27ឆ្នាំហើយថ្ងៃនេះខ្ញុំហៅប្អូនជីដូនមួយតាំងយីមកអ្នកមិនដឹងទេពីមុនចិនឈឹងឈឺមិនឲ្យអ្នកណាខិតចិត្តឡើយមានតែតាំងយីទេដែលបានបម្រើទឹកថ្នាំតាំងយីមានន័យខ្លាំងណាស់ថ្ងៃនេះឲ្យពួកគេជួបគ្នាប្រហែលជាបានសម្រេចហើយគេពិតជាចូលចិត្តតែប្អូនជីដូនមួយមែនហីខ្ញុំគ្រាន់តែប្រច័ណ្ឌទេភ្ញាក់ខ្លួនឡើងប្អូនជីដូនមួយស្រស់ស្អាតណាស់ក្នុងបន្ទប់នេះឃើញតែអ្នកបម្រើកូនទី4តែប្រៀបបាននឹងប្អូនជីដូនមួយជាសម្រស់ពិតមែនក្មេងតូចក៏ជាប់នាងណាស់អរគុណលោកស្រីអញ្ចឹងខ្ញុំប្រអៀបនឹងអ្នកបម្រើពិតមែនហើយបងចិនឈឹងអ្នកមកហើយអូយូរហើយមិនបានជួបបាក់មកហើយអង្គុយចុះការងាររំមីញទេខ្ញុំទៅក្រុមហ៊ុនរកអ្នកតែលេខថាអ្នកមិននៅអញ្ចឹងតើពេលណាអ្នកទំនេរទៅញ៉ាំអីជាមួយខ្ញុំទៅមានហាងអាហារជប៉ុនថ្មីមួយខ្ញុំមើលច្រឡំមែនទេបងចិនឈឹងអ្នកបម្រើនោះពួកគេនៅក្រោមតោហេតុអ្វីខ្ញុំស្រឡាញ់បងចិនឈឹងយូរហើយតែត្រូវអ្នកបម្រើដណ្ដើមយកទៅចិនយូមានរឿងអីអត់អីទេកូនប្រុសតូចប្រឡាក់ខោទឹកនោមខ្ញុំទៅដូរឲ្យគេបងចិនឈឹងមិនដែលញឹមដាក់ស្រីណាទេខ្ញុំមិនមើលច្រឡំទេត្រកូលហ្វូមិនអនុញ្ញាតឲ្យនរណាមកយកបុរសដែលខ្ញុំចង់បានឡើយត្រូវតែជាស្នាដៃអ្នកបម្រើនោះបើឯងចង់តាក់ទាញបុរសម្លេះខ្ញុំនឹងឲ្យគេបំពេញចិត្តឯងកញ្ញាតាំងរឿងដែលអ្នកកំងខ្ញុំធ្វើបានសម្រេចហើយស្រីនោះនៅណាបន្ទប់812ខ្ញុំបានដាក់ថ្នមក្នុងទឹកដែលនាងផឹកហើយលោកស្រីខ្លាចរឿងអាស្រូវបំផុតរឿងនេះត្រូវតែធំថតរូបមកខ្ញុំនឹងធ្វើឲ្យនាងអាម៉ាស់មុខកញ្ញាតាំងទុកចិត្តចុះធានាថានាងនឹងមិនភ្លេចទេក្នុងពិធីមហោស្រពគេនឹងឃើញនាងមានទំនាក់ទំនងជាមួយបុរសពេលនោះលោកស្រីនឹងមិនទុកនាងទេហើយបងចិនឈឹងក៏នឹងស្អប់នាងដែរ
នាងនឹងត្រឡប់មកក្បែរខ្ញុំវិញកញ្ញាតាំងធ្វើបានល្អណាស់ឯងជាអ្នកណាមកបន្ទប់នេះត្រូវឲ្យខ្ញុំមកតាមរកឯងកុំលាក់ខ្លួនអីមកផឹកជាមួយខ្ញុំបន្តិចមើលទៅឯងស្អាតណាស់ស្អាតជាងក្នុងរូបថតទៅទៀតនរណាបញ្ជូនអ្នកមករឿងនោះឯងមិនបាច់ដឹងទេតាមរកសាច់រឿងរកជីងឆឹងមកឥឡូវនេះខ្ញុំជីងឆឹងកាលពីមិញនៅតបាយខ្ញុំធ្វើខ្លួនមិនសមរម្យមែនទេមិនអីទេអ្នកមកហើយយូហេតុអ្វីមានគេដាក់ថ្នាំខ្ញុំហត់ណាស់ទៅឲ្យឆ្ងាយស៊ីជីយូអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីខ្ញុំដឹងចុះអ្នកដឹងទេថាខ្ញុំជាអ្នកណាខ្ញុំដឹងអ្នកគឺជាហ្វូចិនឆឹងធ្វើរឿងបែបនេះជាមួយខ្ញុំខ្ញុំមានរឿងចង់ប្រាប់មនុស្សខ្ញុំឃើញអ្នកបម្រើម្នាក់នាំបរោះចូលសន្តាគារពួកគេនៅជាមួយគ្នាក្នុងបន្ទប់មិនអាចទៅរួចទេស៊ីជីយូមិនមែនមនុស្សបែបនោះទេបើបែករឿងនេះទៅមុខមាត់ត្រកូលហ្វូនឹងទៅជាយ៉ាងណាមនុស្សណែណានាំពួកយើងទៅមនុស្សដែលអ្នកថៃណាមិនអាចទៅរួចទេមនុស្សខ្ញុំប្រាប់ថាអ្នកប្រហែលជាមើលច្រឡំហើយប្រកាសជាគេនៅសន្តាគារនេះឈប់ថ្ងៃនេះជាថ្ងៃកំណត់ខ្ញុំអ្នកចង់បង្កចំនួនមែនទេម៉ាក់ខ្ញុំមិនមែនស្ងាត់ត្រឡប់ទៅបន្ទប់ខ្ញុំវិញយប់នេះមានគេប៉ុនប៉ងធ្វើបាបនៅបន្ទប់អ្នកមិនមានសុវត្ថិភាពទេរឿងដែលកើតឡើងអំបញ្ញមិញគឺជារឿងដែលអ្នកចង់បានមែនទេហ្វូចិនឆឹងតាមពិតខ្ញុំអស់អារម្មណ៍យូរហើយគឺខ្ញុំខ្លួនឯងទេដែលមិនព្រមខ្ញុំចង់បានអ្នកធ្វើអីមិនមែនជាគូស្នេហ៍នឹងគ្នាទេហីស្ងាត់មាត់ស៊ីជីយូយើងជាអ្វីនឹងគ្នាទំនាក់ទំនងអីគ្មានទំនាក់ទំនងអីទេនិយាយម្ដងទៀតមើលឯងគ្មានសិលធម៌មែនទេកាលពីមិញខ្ញុំចង់និយាយរឿងដែលធ្វើជាមួយខ្ញុំគឺធ្វើជាមួយមនុស្សគ្មានទំនាក់ទំនងនឹងគ្នាប្រើរួចបោះចោលមិនមែននៃបែបនោះទេចុះនៃបែបណាអ្នកចង់យ៉ាងណាត្រូវធ្វើបែបណាទើបអ្នកព្រមទទួលស្គាល់មិនមែនបញ្ហាអ្នកទេគឺខ្ញុំមិនដែលគិតចង់រៀបការទេអញ្ចឹងអ្នកលេងស្អិចនឹងខ្ញុំមែនកូនទី2នេះគឺជាពិភពមនុស្សពេញវ័យចាក់ចេញបែបនេះហីលោកហ្វូរំខានហើយមានរឿងមិនទាន់ត្រូវរីកាបរោះនោះខ្ញុំរកឃើញហើយឈ្មោះចាប់ឡុងអាយុ34ឆ្នាំមានប្រវត្តិឧក្រិដ្ឋជនតាំងយីជាអ្នកជួលមនុស្សណែណានៅបន្ទប់សន្តិសុខទុកវាសិនចុះស្អែកចាំដោះស្រាយតាមដាន CGU ឲ្យល្អខ្លាចគេត្រូវបានគេសង្សឹក GU អ្នកមិនអីទេមែនទេមិនអីទេអ្នកដឹងទេថាកើតអីឡើងអំបញ្ញមិញកញ្ញាតាំងនាំលោកស្រីនឹងភ្ញៀវចូលមកបន្ទប់812គឺនាងពិតមែនទឹកដែលនាងឲ្យខ្ញុំផឹកមានរសជាតិប្លែកនាងរៀបគម្រោងទុកមុនហើយល្អណាស់អ្នកណាធ្វើបាបខ្ញុំនឹងមិនទុកឲ្យឡើយគេទៅឯណាហើយនាងសំណាងណាស់កុំមករកខ្ញុំអ្នកដាក់ថ្នាំខ្ញុំទើបមកវិញហីខ្ញុំប្រឹងប្រែងអស់ហើយមើលចុះអ្នកនៅហ៊ូយអ៊ីនធ្វើបាបខ្ញុំទេមិននឹកស្មានថានាងមានចរិតកាច់សាហាវបែបនេះជាងយីកុំឈោស្ងៀមតាមទៅឆាប់ឡើងលឿនCGU ខ្ញុំមិនដឹងថាអ្នករត់រួចដោយរបៀបណាតែខ្ញុំព្រមានអ្នកកុំសង្ឃឹមថាបានបងចិញ្ចឹងអ្នកបម្រើម្នាក់កុំមកសម្ដែងបើចង់ឲ្យគេស្អប់ឯងកាត់ចេញទៅបើគេយល់ពមបងចិញ្ចឹងអ្នកទាំងពីរទំនាក់ទំនងអីនឹងគ្នា
បងចិនឈឹងខ្ញុំដឹងថាក្នុងចិត្តអ្នកនៅតែមានខ្ញុំបងចិនឈឹងខ្ញុំដឹងថាអ្នកមិនចូលចិត្តស្រអ៊ីព្រោះជំងឺនោះតែខ្ញុំខុសពីគេខ្ញុំមិនខ្លាចអ្នកទេឲ្យខ្ញុំនៅក្បែរអ្នកមិនថាអ្នកបម្រើនោះប្រើវិធីឲ្យខ្ញុំនឹងធ្វើបានល្អជាងនាងយើងអាចលេងអ្វីដែលប្លែកជាងនេះបងចិនឈឹងអ្នកធ្វើអីកញ្ញាតាំងនៅទីនេះច្រើនណាស់ឲ្យម៉ាក់និងអ្នកដទៃឃើញផងទៅបងចិនឈឹងខ្ញុំខុសហើយកុំប្រាប់មីងឲ្យសោះអីចឹងអ្នកនៅទីនេះដឹងកំហុសទៅនៅមានបាយព្រឹកហូបបាយព្រឹកខ្ញុំឯណាហេតុអ្វីអ្នកធ្វើបាបខ្ញុំនៅកណ្ដាលទីមានបញ្ហាអីយើងពីរអ្នកនិយាយគ្នារួចហើយកុំនិយាយរឿងនេះទៀតបើអ្នកដទៃដឹងទំនាក់ទំនងយើងមុខមាត់ខ្ញុំនឹងរងផលប៉ះពាល់ធំហ៊ានទៅមកជាមួយខ្ញុំហើយសៀវយូហេតុអ្វីអ្នកប្រញាប់ម្លេះមុខមានរឿងអីមិនអីទេបងថ្លៃត្រូវខ្មុំចឹកមែនទេខ្មុំអីខ្ញុំឃើញអ្នកឃ្លីចិនឈឹងឃើញមែនទេបងថ្លៃកុំលេងសាច់យល់បានក្មេងស្រីមុខស្ដាងណាស់ខ្ញុំនិយាយត្រង់កុំខឹងអីមនុស្សក្នុងតកូលហ្វូទាំងអស់មិនស្អាតដូចអ្នកបម្រើ CGU ទេមើលទៅបរិះណាឃើញក៏ស្រឡាញ់ដែរបងថ្លៃកូនទី3មិញមិនមែនទៅតែលីរឿងអាស្រូវគេមែនទេត្រូវប្រុងប្រយ័ត្នខ្ញុំមើលថាគេអូនជីដូនមួយអរគុណសម្រាប់ដំបូន្មានយើងនឹងចងចាំ CGU មកម៉ាសាឲ្យខ្ញុំមកអញជាអ្នកបម្រើខ្ញុំប្រាក់ឲ្យធ្វើអីត្រូវធ្វើនឹងមកនេះលោកស្រីទី3មានរឿងអីមែនទេខ្ញុំត្រូវទៅមើលកូនប្រុសតូចប្រញាប់ទៅណាបន្តទៀតមកត្រូវហើយក្រចកខ្ញុំវែងកាត់ឲ្យខ្ញុំផងមនុស្សដូចអ្នកគ្រាន់តែឲ្យលុយក៏ធ្វើបានគ្រប់យ៉ាងលោកស្រីទី3ខ្ញុំមានមើលកូនប្រុសតូចមិនមែនមកកាត់ក្រចកឲ្យអ្នកទេខ្ញុំមិនចង់មិនហ៊ានទេអញមានអាកប្បកិរិយាបែបណាអ្នកបម្រើម្នាក់ហ៊ានទៅមកជាមួយខ្ញុំគោរពអ្នកតែការងារខ្ញុំគឺតាមមកអាបញ្ជាលោកស្រីទី4បើអ្នកចង់បានសេវាកម្មនេះសូមទៅប្រាប់លោកស្រីទី4ប្អូនថ្លៃគ្រាន់តែរឿងតូចតាចប៉ុណ្ណឹងក៏មិនបានដែរហើយឃើញថាប្អូនថ្លៃមានលុយច្រើនពេកហើយយកទៅធ្វើបុណ្យខ្លះទៅបងថ្លៃទី2មានន័យថាលុយប្អូនថ្លៃប្រើមិនអស់គូយកទៅធ្វើបុណ្យខ្ញុំនឹងអរគុណជំនួសលោកស្រីយកលុយ1 លានទៅបរិច្ចាគបងថ្លៃទី3ខ្ញុំនឹងជូនដំណឹងផ្ទាល់លោកហ្វូមិនងើបទេហីនៅហត់មែនទេអីចឹងកុំខឹងអីឲ្យឈ្មោះខ្ញុំជាសង្សារបានទេតើគូដណ្ដឹងនិយាយតិចមកខាងក្រៅមានអ្នកណាហ្វូចិនឈឹងស្នេហាមានអីត្រូវលាក់លៀមកុំនិយាយអីបើអ្នកដតីធ្វើម៉េចខ្ញុំទៅមើលកូនប្រុសតូចអីចឹងយប់នេះមកបន្ទប់ខ្ញុំមកទើបតែម៉ោង5ទេអ្នកចាប់ផ្ដើមគិតរឿងនេះហើយខ្ញុំរវល់ណាស់ទៅហើយបងជីយូមកបង្ហេតុអ្វីក្រហមម្លេះក្តៅខ្លួនមែនទេមិនអីទេប្រហែលជាត្រូវម្ដៅថ្ងៃខ្លាំងធ្វើខ្លួនដូចក្មេងអីចឹងមិនឃើញមែនទេស្រវឹងហើយហ្វូចិនឈឹងលើកមុនខ្ញុំមិនមានសត្វទេកុំមកចិត្តខ្ញុំទៀតមានន័យយ៉ាងណាសួស្ដីហ្វូចិនឈឹងបើអ្នកមិនទៅទេខ្ញុំស្រែកហើយខ្ញុំមើលអ្នកអ្នកចង់យ៉ាងណានិយាយមកតែមួយម៉ាត់ទេកុំប្រញាប់ខ្ញុំនិយាយចប់ខ្ញុំទៅហើយអ្នកថាលើកមុនមិនមានសត្វប៉ាងខ្ញុំរងចាំពេលអ្នកមានសត្វខ្ញុំមិនបង្ខំអ្នកទេតែខ្ញុំនឹងមិនបោះបង់អ្នកឡើយអ្នកគេងហើយលោកស្រីទី4សួររកសិភៅវាក់សាំងកូនប្រុសតូចនៅថតខាងលើត្រូវហើយស្អែកអ្នកឈប់សម្រាប់កុំភ្លេចណាបានអ្នកមិនទាន់ទៅទៀតចង់បានថើបមួយមែនទេអ្នកសុបិនមែនទេអញ្ចឹងខ្ញុំមិនទៅទេ
បានហើយទៅលឿនឡើងមិនបាច់ទេខ្ញុំហើយឡានរួចហើយអ្នកដឹងមិនថាខ្ញុំត្រូវចេញក្រៅខ្ញុំដឹងគ្រប់យ៉ាងអ្នកចង់ឲ្យខ្ញុំចុះឡានទៅជាមួយអ្នកនៅលើខ្លួនខ្ញុំអ្នកធ្វើស្អីឡានតូចចឹងទៅអង្គុយត្រង់នោះទៅខ្ញុំគ្មានរូបរាងខ្ញុំដូចជាខ្យល់ខ្ញុំមើលមិនឃើញអីទេអ្នកពិតជាឱកាសនិយមមែនដល់ហើយមែនទេរកបានសង្សារល្អគេសុខចិត្តចំណាយឲ្យទៀតមានពេលជួបទេមិនអីទេពេលនេះខ្ញុំមិនទាន់ចង់គិតទេគ្រាន់តែញាតិណែនាំឲ្យស្គាល់ទេកុំភ្លេចណាប្រជុំម៉ោង 2 កន្លះជាមួយលោកហ្វាងអ្នកទៅជំនួសខ្ញុំទៅការងារជាមួយលោកគោសំខាន់ណាស់មានការងារមានលទ្ធផលខ្ញុំមានតែពាក្យមួយម៉ាត់ហេតុអ្វីត្រូវទៅចរចាជំនួសថៅកែជាយូរត្រឡប់មកវិញហើយមើលនរណាមកនេះជាយូរកូនត្រឡប់មកវិញហើយបុរសម្នាក់នេះលក្ខខណ្ឌល្អណាស់ជាសន្តិសុខនៅត្រកូលធំបានប្រាក់ខែ 5000គេមិនប្រកាន់រឿងកូនមានម្ដាយចាស់ទេឲ្យលុយទៀតមិនអីទេខ្ញុំមិនទាន់ចង់គិតឡើយលីនសាងរឿងជាយូរទុកឲ្យនាងសម្រេចចិត្តកុំបង្ខំកូនខ្ញុំធ្វើដោយបំណងល្អទេមកហើយគេមកដល់ហើយនេះហើយធានតាហ្វាងជាប្រធានសន្តិសុខហ្វូជឺនេះជាម៉ាក់គេមើលមុខចុះមុខមាត់សំសួនតែស្គមបន្តិចមិនដឹងបង្កាត់កូនប្រុសបានទេខ្ញុំថាគេល្អហើយប្រសើរជាងអ្នកមុនបើអីចឹងកំណត់ថ្ងៃទៅតែត្រូវមានឡានមួយគ្រឿងឡានថ្មីណាមិនមែនឡានជុះទេខ្ញុំមិនដែលនិយាយថាកំណត់ពេលណាផងនាងល្ងងមុនខ្ញុំជួបគេធ្លាប់វិតបរឿងលុយមនុស្សបែបនេះគ្រួសារយើងមិនយកទេអ្នកឯងជាអ្នកណាបើមិនឃើញមុខមាត់ល្អនរណាក៏គេមិនយកដែរអ្នកជាអ្នកណាសង្សារនាងអ្នកណាណែនាំខ្លួនផងតាំងពីពេលណាហេតុអ្វីមិនប្រាប់ខ្ញុំដល់ថ្នាក់នេះហើយកុំជឿជាយូរខ្ញុំថាវាក្រៀនតែអ្នកមិនចង់អ្នកនៅក្បែរនាងនេះជាសង្សារនាងពិតមែនឬធ្វើខុសហើយអារម្មណ៍នេះគួរឲ្យអាណិតដែលជាមនុស្សទុនចុះអាយអាល្អិតអ្នកធ្វើការអ្វីប្រាក់ខែប៉ុន្មានចិញ្ចឹមគេទាំងគ្រួសារកាទេរកស៊ីតិចតួចប៉ុណ្ណោះខ្លាំងជាងខ្ញុំទេខ្ញុំជាប្រធានសន្តិសុខហ្វូជឺស្គាល់ហ្វូជឺទេជាក្រុមហ៊ុនធំបំផុតខ្ញុំចូលធ្វើការរបាំងដោយសារខ្សែបណ្ដោយហោះខ្លាំងណាស់តើដឹងខ្លួនក៏ល្អកុំមកអួតអាងគេជាមនុស្សដែលអ៊ីនសាំងណែនាំកូនប្រុសខ្ញុំវាងជូដេញវាចេញឲ្យអស់ចាប់ពីប្រធានសន្តិសុខទៅជាយូរលោកហ្វូឆឹងជាយូជាស្ត្រីរបស់ខ្ញុំមិនទៅឡើយបើអ្នកជាហ្វូជឺឆឹងខ្ញុំគឺឪពុកហ្វូជឺឆឹងអ្នកក៏ជាកូនប្រុសទី 2 ត្រកូលហ្វូកូនខ្ញុំគឺជាកូនច្បងត្រកូលខ្ញុំនឹកស្មានថាជាមនុស្សធំជាយូអើយអ្នករកតារាសម្ដែងមកពីណាលីនសាងតោះទៅឈប់ត្រឡប់ទៅវិញទៅខ្ញុំយកទឹកមកឲ្យអ្នកគ្រប់គ្រងវាងអ្នកនិយាយមែនទេខ្ញុំត្រូវបានគេដេញចេញហេតុអ្វីខ្ញុំត្រូវបានគេដេញចេញពីហ្វូចហើយគ្រប់វិស័យសុទ្ធតែមិនទទួលខ្ញុំទៀតខ្ញុំខុសហើយខ្ញុំមិនដឹងរឿងនេះទេសូមមេត្តាអភ័យទោសផងតែខ្ញុំមានម៉ាក់ចាស់វាងជូបានទៅធ្វើរឿងមិនកប់អ៊ីក្នុងម៉ោងកៅងាហ្វូជឺមិនត្រូវការមនុស្សបែបនេះទេមិនមែនទេកូនខ្ញុំគ្រាន់តែវង្វេងស្មារតីសូមលោកមេត្តាអភ័យទោសឲ្យគេម្ដងទៅខ្ញុំនឹងទៅឥឡូវនេះកូនអ្នកធ្វើអ្វីខ្លះអ្នកគិតឲ្យច្បាស់ទៅត្រឡប់ទៅផ្ទះយើងវិញ
អ្នកនៅធ្វើខ្លួនឲ្យខ្មាស់គេទៀតឬលីនសាំងពីរឿងនេះទៅខ្ញុំដឹងហើយបាត់ខ្ញុំលែងរវីរវល់ហើយទៅវិញចុះលោកហ្វូមេឃងឹតហើយបើមិនប្រកាន់ទេនឹងញ៉ាំបាយបន្តិចទៅមើលខ្ញុំធ្វើអីរំខានណាស់ហើយអរគុណដែលអញ្ជើញលោកហ្វូផ្ទះខ្ញុំតូចតាចកុំប្រកាន់ណាអរគុណអជយូតាអ្នកជាមួយជីឆឹងទៅដល់ណាហើយអ្វីដែលគួរតែកើតវាកើតឡើងអស់ហើយម៉ាក់សួររឿងអីហ្នឹងមិនសួរទេជីឆឹងឲ្យជីយូបានអ្នកជួយមើលថែប្អូនខ្ញុំស្ម័គ្រចិត្តជួយទេជីឆឹងខ្ញុំសួរមួយម៉ាត់សូមលោកឆ្លើយតាមត្រង់អាសួរមកលោកស្រឡាញ់ជីយូពិតមែនឬបាទថ្ងៃនេះអរគុណដែលជួយដេញគ្រួសារនោះចេញបើមិនមែនជាអ្នកទេខ្ញុំមិនដឹងធ្វើយ៉ាងណាទេកុំចិត្តពួកគេធ្វើហួសហេតុពេកតែខ្ញុំត្រូវប្រាប់ឲ្យច្បាស់យើងមិនយកអ្នកនោះមិនមែនព្រោះតែគេក៏ទេយើងមិនសម្លឹងមើលលើទ្រព្យសម្បត្តិទេគឺចង់បានភាពស្មោះត្រង់ខ្ញុំដឹងជីយូជាក្មេងចិត្តល្អនរណាបាននៅជាមួយនាងនឹងមានក្តីសុខបើមានឱកាសខ្ញុំនឹងនាងគេនិយាយពីខ្ញុំបែបនេះឬខ្ញុំសប្បាយចិត្តណាស់យប់ហើយលោកនៅគេងទីនេះទៅផ្ទះតូចបន្តិចតែអាចដេកមួយយប់បានម៉ាក់គេជួយយើងច្រើនណាស់ស្នាក់មួយយប់មានអីសាឡុងខ្ញុំរៀបចំហើយស្នាក់បានអរគុណអជយូម៉ាក់មានរឿងនិយាយជាមួយកូនម៉ាក់និយាយមកកូនស្ដាប់ជីឆឹងជាមនុស្សគួរឲ្យទុកចិត្តមិនមែនព្រោះតែគេមានលុយទេម៉ាក់មើលឃើញពីក្រសែភ្នែកគេពេលមើលកូនគឺពោពេញដោយក្តីស្រឡាញ់ក្រសែភ្នែកបែបនេះឪពុកកូនក៏ធ្លាប់មើលម៉ាក់ដូចគ្នាកុំដាក់សម្ពាធអីផ្ទះយើងក្រតែមិនបានតង់អ្នកណាទេគឺដោយសារសមត្ថភាពកូនគ្មានការព្រួយបារម្ភទេកូនមានសុភមង្គលម៉ាក់ក៏សប្បាយចិត្តបើកូនស្រឡាញ់គេត្រូវក្លាហានទៅកុំគិតថាខ្លួនឯងមិនស័ក្តិសមកូនស័ក្តិសមនឹងនរណាក៏បានម៉ាក់កូនដឹងហើយចូលមកធ្វើអីស៊ីឈុនយុនថ្ងៃនេះនៅមុខអ្នកកតីអ្នកប្រាប់ថាខ្ញុំជាសង្សានខ្ញុំធ្វើព្រោះត្រូវគេបង្ខំគ្រួសារនោះមិនព្រមទៅមែនទេអ្នកមិនចង់បានខ្ញុំទេឬពាក្យដែលអ្នកនិយាយខ្ញុំចង់ចាំទុកអ្នកមិនទាន់បានត្រៀមខ្លួនទេត្រឡប់ទៅវិញខ្ញុំនឹងប្រាប់គ្រូសាខ្ញុំមានជាចឹងហើយកុំទាន់និយាយអីម្សិលមិញអ្នកមិនទាន់ខ្ញុំទទួលស្គាល់តែខ្ញុំមិនទាន់ត្រៀមខ្លួនជួបគ្រូសាអ្នកលោកយាយលោកស្រីនិងបងប្រុសអ្នកពួកគេនឹងគិតថាខ្ញុំទាមទារលុយពួកគេនឹងជំទាស់ខ្ញុំមិនចង់ឲ្យអ្នកពិបាកទេស៊ីជីយូអ្នកល្អណាស់ហ្វូជីឆឹងមិនត្រូវការយល់ព្រមពីនរណាទេតែខ្ញុំត្រូវការឲ្យពួកគេទទួលយកខ្ញុំមិនមែនខ្ញុំខ្លាចពួកគេទេគឺខ្ញុំមិនចង់ឲ្យទំនាក់ទំនងយើងត្រូវគេរិះគន់តាំងពីដើមសូមឲ្យខ្ញុំត្រៀមចិត្តសិនបានទេបានខ្ញុំនឹងរងចាំតែអ្នកផ្អែមល្ហែមពេកហើយមិនចេះឬខ្ញុំទៅសិនហើយខ្ញុំគ្មានឋានៈខ្ញុំមិនហ៊ានហើយឡើយខ្ញុំមកទីនេះហ្វូជឺទៅរកសន្តិសុខស្អាតបែបនេះពីណាកុំតន់ទៅអីអញឈ្មោះអីកូនប្រុសទី3ចុះអ្នកនៅក្នុងត្រកូលនេះក្រៅពីលោកយាយនិងបងទី2អ្នកគ្មានសិទ្ធិទេកូនប្រុសទី3សូមរក្សាថ្លៃថ្នូរផងខ្ញុំចូលចិត្តបែបនេះមកតាមខ្ញុំទៅនៅទីនេះធ្វើជាអ្នកមើលថែមានអីល្អខ្ញុំទិញផ្ទះទិញឡានឲ្យចង់បានអីខ្ញុំគ្មានន័យទេអ្នកត្រឹមជាអ្នកមើលថែមកសម្ដែងរកពីដឹងទេថាមានមនុស្សពនមានអ្នកចង់ឡើងក្រៃខ្ញុំលេងដៃបើមិនលេងខ្ញុំហៅគេហើយម្សិលមិញមិនទាន់រួចខ្លួនទេឬមួយយប់មិនត្រឡប់ទៅផ្ទះនៅទីនេះមកលួងលោមគេ
ចិនអ្នកមកធ្វើអីគ្មានរឿងអ្វីទេខ្ញុំគ្រាន់តែនិយាយជាមួយអ្នកកំអឺថៃពីម៉ាត់និយាយពីម៉ាត់នឹងឬដៃអ្នកប៉ះដល់ចង្កេះគេទៅហើយអ្នកមើលថៃមួយក៏ហ៊ានបោកប្រាស់ប្តីខ្ញុំអ្នកមិនដឹងច្បាប់ទម្លាប់ទេឬអ្នកស័ក្តិសមទេដូចដែលខ្ញុំបាននិយាយមែនខ្ញុំមិនបានបោកប្រាស់ទេគឺកូនទី3ទីងខ្ញុំកំពុងប្រាប់ឲ្យគេលេងតែអ្នកនៅតែប្រកែកអ្នកស្មានអ្នកជានរណាក្នុងដែនដីខ្ញុំអ្នកធ្វើឲ្យប្តីខ្ញុំសង្ស័យប្តីខ្ញុំមែនទេខ្ញុំហៅគេធ្វើអ្វីលោកស្រីប្តីអ្នកភ្នែកខាងណាឃើញបងធំសុំនិយាយតាមត្រង់ម្សិលមិញអ្នកគឺជាយូស៊ីទូកូនទី3នៅខាងក្រៅកូនទី3ធ្វើការងាររបស់អ្នកចុះអរគុណអ្នកធ្វើអ្វីក្នុងផ្ទះមិននៅឲ្យស្ងៀមចេញទៅក្រៅលេងស្អីខ្ញុំសង្ស័យកូនទី3អញចេញមកតាក់ស្រីដល់ទីនេះឬ18 4តាខ្ញុំជាអ្វីខ្ញុំផ្ដល់ឋានៈឲ្យអ្នកវាល្អហើយថ្ងៃក្រោយកុំរោគអ៊ីរវល់ជាមួយខ្ញុំរឿងមុននេះមិនបានធ្វើឲ្យអ្នកភ័យមែនទេអរគុណលោកស្រីទី4ខ្ញុំមិនអីទេសំណាងអ្នកមកតាន់បើមិនដូច្នោះរឿងនេះមិនដឹងអូបន្លាយដល់ណាទេតាំងពីតូចមកគេឃើញអ្នកណាស្រឡាញ់អ្នកនោះមិនដែលចេះសម្រាប់ទេលោកស្រីទី3ក៏ដឹងតែគេមិនព្រមទទួលគ្រប់ពេលតែងរកស្រីផ្សេងលោកស្រីទី4ខ្ញុំឆ្ងល់ណាស់ហេតុអ្វីអ្នកដឹងថាថ្ងៃនេះកូនទី3ត្រឡប់មកវិញហើយថែមទាំងរៀបចំរូបថតទុកមុនគ្រប់យ៉ាងហាក់ដូចជាចៃដន្យពេកអ្នកស្មានថាខ្ញុំរៀបចំមែនទេគឺជាឆឹងទេពីថ្ងៃមុនគេបានឮថាកូនទី3នឹងមកផ្ទះចាស់ទើបគេប្រាប់ខ្ញុំប្អូនថ្លៃកូនទី3នឹងមកក្នុងពីថ្ងៃនេះគេជាមនុស្សអត់ចេះស្ងៀមទេពេលនេះកំពុងត្រូវការអ្នកមើលថែខ្ញុំខ្លាចគេបង្កប់បញ្ហាខ្ញុំរៀបចំឯកសារហើយនឹងផ្ញើឲ្យខ្ញុំបានរើសហើយកាលពីមុនលោកទី2មិនដែលរវីរវល់រឿងក្នុងផ្ទះទេចំនួនក្នុងត្រកូលគេសុទ្ធតែប្រងើយកន្តើយមិនដែលងាកមើលឡើយពេលនេះទោះជាកំពុងរកស៊ីតែនៅនឹកគិតរឿងក្នុងផ្ទះអ្នកថាហេតុអ្វីគេនឹកគិតដល់លើហេងម្លេះមិននឹកស្មានថាគេគិតគូដល់ថ្នាក់នេះបរិសម្នាក់នេះតែងតែយកចិត្តទុកដាក់ជាងអ្វីដែលខ្ញុំគិតសង្ឃឹមថាអ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវនេះជាឯកសារដែលអឹងពីអ្នកកំណត់គេមកហើយហេតុអ្វីងឹតហើយក្រអូបបែបនេះលោកស្រីទី4ប្រាប់ខ្ញុំហើយរឿងកូនទី3គឺអ្នករៀបចំអរគុណខ្ញុំមិនឲ្យអ្នកណាម្នាក់ធ្វើបាបអ្នកឡើយអ្នកនិយាយច្រើនដង្ហើយចុះយ៉ាងណាទៀតដូច្នេះខ្ញុំចង់ឲ្យអ្នកកាដូនេះខ្ញុំចង់ឲ្យដោយខ្លួនឯងទៅចុះមានគេគូសទ្វារអ្នកទៅមើលទៅនរណាកុំទៅអីឆាប់ទៅជាយូរថ្ងៃនេះអ្នកមើលទៅស្រស់ស្រាយណាស់មែនទេប្រហែលជាដេកលក់ស្រួលខ្ញុំថាមិនមែនគ្រាន់តែដេកលក់ស្រួលទេ5 3 4 1លីថាគេរំលូតកូនហើយកូនមិនអាចសង្គ្រោះបានទេអ្នកនិយាយអ្វីជារឿងការពីម្សិលមិញលោកស្រីទី3រំលូតកូននាងនឹងបន្ទោសខ្ញុំមិនខាននាងមិនបន្ទោសប្តីឬខ្លួនឯងទេនឹងរកតែអ្នកទទួលខុសត្រូវខ្ញុំត្រូវប្រយ័ត្ននាងមិនព្រមបញ្ចប់ទេលោកស្រីទី3កុំសោកសៅពេកអីនៅតែមានកូនទៀតកូនរបស់ខ្ញុំអកុសលណាស់បាត់បង់ហើយគឺអ្នកមើលថែនោះហើយដែលធ្វើនាងជាអ្នកចង់ចូលមកអ្នកក៏ត្រូវបានគេដេញចេញខ្ញុំត្រូវបានគេដេញចេញឥឡូវកំពុងជួបផ្ទះនៅសំបីទ្វារថាត្រកូលហ្វូកំមិនអាចចូលជាឈឹងនៅឲ្យគេតាមដានខ្ញុំទៀតខ្ញុំលែងនៅត្រកូលហ្វូទៀតហើយលោកស្រីទី3អ្នកមិនស្អប់ទេឬខ្ញុំចង់ឲ្យនាងស្លាប់ក្នុងពេលយើងមានសត្រូវតែមួយត្រូវតែធ្វើឲ្យនាងសងត្រឡប់វិញខ្ញុំមានគំនិតរីត្រីឆ្លងឆ្នាំលោកយាយតែងរៀបចំយន្តហោច្រើនបំផុតដល់ពេលនោះយើងនឹងធ្វើឲ្យនាងអស់ផ្លូវរស់ល្អប្រាប់ខ្ញុំមកស៊ីយ៉ាវលើកមុនហេតុអ្វីអ្នកចាក់ចេញប្រាញ់អប់ម្លេះ
ខ្ញុំមិនទាន់បាននិយាយជាមួយកំផងកូនមានការងារនៅក្រុមហ៊ុនពិតមែនសូមអភ័យទោសលើកនេះនៅឲ្យបានយូរណាដើម្បីអ្នកល្អរឿងអ្នកជាមួយជីឆឹងត្រូវយកចិត្តទុកដាក់ផងមើលទៅអ្នកទាំងពីរមានកុំលេងសាច់អីស៊ីជុយអ្នកចប់ហើយកូនខ្ញុំស្លាប់ហើយអ្នកទាំងអស់គ្នានាំទុកដល់កូនខ្ញុំជាយូរចូលទទួលរងទុកទៅខ្ញុំនឹងឲ្យក្រឹងពីអារម្មណ៍នេះជីឆឹងអ្នកមកដល់ហើយខ្ញុំរងចាំយូរហើយថ្ងៃនេះកាដូសម្រាប់អ្នកកាដូអ្វីជីយូអ្នកទៅចុះថ្ងៃនេះខ្ញុំឲ្យអ្នកឈប់សម្រាប់អរគុណលោកស្រីទី4មិនដឹងថាខ្ញុំយកច្រឡំទេហេតុអ្វីមានអារម្មណ៍ថាទី2ចាប់អារម្មណ៍ជីយកខុសពីគេរៀបចំរួចរាល់ឬនៅរួចហើយយើងមានមនុស្សរងចាំនៅទីនោះពេលគេនិយាយជាមួយគ្រួសាររួចពេលត្រឡប់មកវិញត្រូវចុះដៃភ្លាមធ្វើឲ្យនាងបាត់ខ្លួនរហូតទៅលោកហ្វូឲ្យគេមកទទួលខ្ញុំគេថាអ្នកនៅខ្ញុំលោកស្រីមកចុះនាងជាក្មេងល្អមើលថែគេឲ្យល្អណាកូនដឹងហើយទៅចុះកុំឲ្យគេរងចាំយូរខ្ញុំនៅមើលកម្មជ្រួចទីនេះបន្តិចទៀតមានគេជូនខ្ញុំទៅវិញរងចាំសិនឈប់ទីនោះពេលនេះត្រឡប់ទៅប្រាប់លោកស្រីវិញមិនទាន់ទេដាក់កូនចុះបើអ្នកចង់មើលគេលោតខ្ញុំនឹងឲ្យអ្នកឲ្យខ្ញុំនឹងធ្វើដូរចេះមានអ្វីកាត់លើងអ្នកគិតថាអាចទៅរួចទេកុំចូលមកស្ងប់ស្ងាត់ណាស់ See you again អ្នកជានរណាហេតុអ្វីចាប់ខ្ញុំមានគេឲ្យលុយចោលអឿនឲ្យអ្នកបាត់ខ្លួនមានមនុស្សពីរក្រុមតាមផ្លូវមកហើយសូម្បីលុយ500,000ក៏អ្នកយកនេះជាកូនត្រកូលហ្វូអ្នករត់មិនរួចទេត្រកូលហ្វូជានរណាយកលុយហើយយើងទៅក្រៅប្រទេសនរណារកឃើញដឹងទេថាហ្វូគឺជាអ្វីដល់ពេលរកឃើញអ្នកនឹងស្ដាយក្រោយពិតមកនាងឥឡូវបើសិនអ្នកយកកូនទៅវិញខ្ញុំអាចធ្វើដូរចេះមានអ្វីកាត់ឡើងរឿងលុយខ្ញុំនឹងជួយសម្រួលគុំសបិនអីអ្នកត្រឹមជាអ្នកមើលថែអីទៅដឹងអីមកហើយអ្នកទិញមកដល់ហើយភ្លេចទៅកូននៅក្នុងនោះមើលចុះកុំលែងដៃខ្ញុំកុំប៉ះកូនខ្ញុំអ្នកត្រឹមជាអ្នកមើលថែគុំសំខាន់ខ្លួនពេកអីកុំទៅណាខ្ញុំមកទិញអីទេខ្ញុំមិនដឹងរឿងអីទាំងអស់អ្នកមកហើយសុំទោសខ្ញុំមកយឺតបន្តិចខ្ញុំដឹងថាអ្នកត្រឡប់មកវិញហើយខាងក្រៅមានឡាននំអ៊ុយគ្រប់គ្រងស្ទៀនការបានហើយពួកគេថាខាងយឺជាអ្នកបញ្ជារួមទាំងលីនស្វងជីផងដែរកុំឲ្យម្នាក់ណាគេចផុតឲ្យសោះមិនអីទេខ្ញុំបញ្ជូនកូនចៅត្រឡប់ទៅវិញអស់ហើយអ្នកធ្វើល្អណាស់លើហេងក៏សុវត្ថិភាពដែរខ្ញុំស្មានថាការពីគេមិនបានតែអ្នកការពីគេបានល្អណាស់មើលខ្លួនឯងចុះរងរបួសអស់ហើយមែនទេក្រោយមកកុំធ្វើបែបនេះទៀតបើជួបគ្រោះថ្នាក់ត្រូវការពីខ្លួនឯងសិនខ្ញុំមិនអីទេត្រឡប់ទៅវិញចុះ
នេះហើយជាការការពារមែនហើយអ្នកដាក់ឧបករណ៍តាមដានក្នុងខោអាវខ្ញុំតាំងពីពេលណាគាត់មិនអាចធ្វើបាបអ្នកបានទេប៉ុន្តែក្មេងក្នុងពោះនាងថាងយឺប្រហែលជានាងធ្វើខ្លួនឯងហេតុអ្វីគិតបែបនេះគេនិយាយថាពីមុនមានស្រីម្នាក់អាំស្និទ្ធស្នាលគាត់ស្រាប់តែបាត់ខ្លួនចោលគ្មានដំណឹងអ្វីទាំងអស់ទោះមានឧបករណ៍តាមដានក៏កុំធ្វើអ្វីប្រថុយប្រថានទៀតពេលនោះខ្ញុំមិនបានគិតទេឃើញគេចាប់កូនចៅទៅក្នុងខួរក្បាលខ្ញុំគិតតែមួយគត់គឺមិនឲ្យគេយកកូនទៅបានអ្នកក៏ខ្លាចដែរមែនទេខ្ញុំខ្លាចណាស់ប្រាប់ខ្ញុំមកពេលនោះអ្នកភ័យខ្លាចខ្លាំងមែនខ្ញុំខ្លាចបាត់សញ្ញាខ្លាចទៅមិនទាន់ពេលវេលាកុំឲ្យមានរឿងវិកើតឡើងចំពោះអ្នកលើទេយេហើយលោកស្រីក្រុមជនល្មើសសារភាពហើយថាងយូជាអ្នកជួលពួកគេមានគម្រោងចាប់កូនចៅហើយរៀបចំផែនការដាក់កំហុសលើនាងសៀតើអ្នកមានអ្វីចង់និយាយទេលើហេងនៅតូចណាស់ទើបតែប៉ុន្មានខែប៉ុណ្ណោះហេតុអ្វីនាងហ៊ានធ្វើរឿងនេះនោះជាកូនរបស់នាងផងបងថ្លៃខ្ញុំខុសហើយខ្ញុំគ្រាន់តែវង្វេងមួយពេលកូនខ្ញុំបាត់បង់ទៅខ្ញុំសោកសៅពេកកូននាងបាត់បង់ហេតុអ្វីត្រូវមកធ្វើបាបកូនខ្ញុំគេមានកំហុសអ្វីនឹងនាងគ្រប់គ្រាន់ហើយលីងឆុងជីចាប់ពីថ្ងៃនេះទៅនាងលែងជាសមាជិកគ្រួសារតកូស្អ៊ូទៀតហើយនាងខ្វះសិលធម៌បំផ្លាញកេរ្តិ៍ឈ្មោះគ្រួសារធ្វើរឿងអសិលធម៌ឆ្លោះប្រកែកគ្នាស្ទើរតែសម្រាប់លើហេងចាប់ពីថ្ងៃនេះប្រាក់ខែនាងកាត់ពាក់កណ្ដាលខ្ញុំជាបរិសុទ្ធដែលគ្មានសមត្ថភាពបំផុតគ្រប់គ្រងខ្លួនឯងមិនបានបែរជាធ្វើឲ្យនកជុំវិញខ្លួនរំទុកខ្ញុំមិនបានធ្វើទេអ្នកមីងខ្ញុំត្រូវបានបងថ្លៃបង្ខំនាងមិនបានធ្វើរឿងនេះទេកុំដោះសារបើគេមិនបញ្ជាតើអ្នកហ៊ានទៅទីនោះដែរឬទេខ្ញុំខុសហើយខ្ញុំពិតជាខុសមែនសូមឲ្យឱកាសខ្ញុំម្ដងចុះខ្ញុំធំធាត់ក្បែរអ្នកមីងខ្ញុំមិនហ៊ានទៀតទេអ្នកមីងខ្ញុំជាអ្នកថែរក្សាជំងឺបងប្រុសមានតែខ្ញុំទេដែលនៅចិត្តគាត់បានសូមឱកាសឲ្យខ្ញុំផងចឹងអ្នកថាគួរធ្វើម៉េចអ្នកណាប្រាប់ថាអ្នកជាអ្នកតែមួយគត់យ៉ាងម៉េចនាងជួយជនល្មើសចាប់ចម្រិតនេះជាបទល្មើសព្រំទណ្ឌបញ្ជូនរឿងនេះទៅប៉ូលីសដោះស្រាយចុះបងចឹងបងមិនអាចធ្វើបែបនេះទេខ្ញុំជាមនុស្សឯម្នាក់ដែលបងជីកស្និទ្ធបានបងភ្លេចហើយឬថាកាលពីតូចអ្នកណាជាអ្នកបញ្ចុកទឹកបងឆ្នាំនោះបងក្តៅខ្លួនចិត្តស្លាប់អ្នកណាជាអ្នកថែបងពាក្យចាំអារ៉ាមនេះជឿបានដែរឬនាំនាងទៅចាត់ការតាមច្បាប់ចុះចាប់ពីថ្ងៃនេះទៅខាងយឺលែងពាក់ព័ន្ធជាមួយត្រកូលស៊ូទៀតហើយរំសាយទាំងអស់គ្នាទៅខ្ញុំហត់ហើយអ្នកតាមខ្ញុំមកការិយាល័យចឹងអ្នកដេញស៊ីចេញដែរឬចុះជំងឺអ្នកយ៉ាងម៉េចគ្មាននរណាម្នាក់មើលថែអ្នកទេបងប្រុសអ្នកកំពុងសម្លឹងតំណែងអ្នកគេត្រឡប់មកវិញថ្ងៃស្អែកម៉ាក់ខ្ញុំដឹងពីរបៀបដោះស្រាយស្រីដែលអ្នកថាអ្នកមិនស្អប់នោះជារឿងពិតមែនឬបើពិតមែនរកនាងមកភ្លាមពិតមែនតែនាងមិនទាន់ចង់បង្ហាញខ្លួនខ្ញុំមិនបង្ខំនាងទេបងប្រុសអ្នកកំពុងសម្លឹងមើលតំណែងអ្នកដឹងច្បាស់ពីចរិតគេគិតថាអ្នកមិនអាចគ្រប់គ្រងក្រុមហ៊ុនបានគេចង់បានភាគហ៊ុននិងទ្រព្យសម្បត្តិខ្ញុំដឹងខ្ញុំនឹងដោះស្រាយរឿងនេះដោយខ្លួនឯងលើថាបងទី2ដេញថាំងយឺចេញដែរឥឡូវគ្មានស្រីណាម្នាក់នៅចិត្តគាត់បានទេតាមលក្ខខណ្ឌវិនិយោគបើគាត់មិនរៀបការទេទ្រព្យសម្បត្តិជាមរតកនឹងធ្លាក់មកលើខ្ញុំតែលោកស្រីការពារគាត់ការពារមិនបានយូរទេគាត់រកលុយបានច្រើនហេតុអ្វីគ្រប់យ៉ាងជាកម្មសិទ្ធិរបស់គាត់ម្នាក់លោកតាលំអៀងខ្លាំងណាស់ខ្ញុំនឹងឲ្យគាត់ដឹងពីដៃខ្ញុំនៅក្រុមប្រឹក្សាភិបាលចឹងមិនអីទេពិតមែនឬគ្រាន់តែរបួសស្រាលគុំធ្វើឲ្យពិបាកចិត្តអីចឹងបង្ខំឲ្យអ្នកមកពិនិត្យសុខភាពទាំងស្រុងលោកគ្រូពេទ្យតើមានបញ្ហាអ្វីដែរឬទេគ្មានអ្វីគួរឲ្យបារម្ភទេតែមានដំណឹងល្អមួយដំណឹងអ្វីអ្នកមានផ្ទៃពោះលោកថាអ្វីមើលលទ្ធផលនេះចុះមើលអីក៏ឃើញច្បាស់ណាស់អ្នកមានផ្ទៃពោះហើយកញ្ញាស៊ីមានផ្ទៃពោះហើយតែអ្នករងរបួសបន្តិចបន្តួចសំណាងល្អមិនប៉ះពាល់ដល់ពោះទេក្មេងមិនអីទេតែត្រូវសម្រាប់ឲ្យបានច្រើនកុំឲ្យហត់នឿយពេកនិងកុំឲ្យដេកយប់ជ្រៅត្រូវការឲ្យខ្ញុំប្រាប់គ្រូសារអ្នកទេមិនបាច់ទេកុំប្រាប់អ្នកណាអីបានចាប់អារម្មណ៍សុខភាពផងសប្តាហ៍ក្រោយមកពិនិត្យទៀតមានផ្ទៃពោះហើយខ្ញុំពិតជាមានកូនមែនរឿងនេះត្រូវធ្វើដូចម្តេចទៅ
អ្នកមិនចង់បានខ្ញុំទេមែនទេបងស៊ីអ្នកកាត់អីឃើញតែអង្គុយស្ងៀមអង្គុយស្ទាបពោះទៀតអ្នកណាមិនដឹងស្មានថាអ្នកមានផ្ទៃពោះហើយកុំនិយាយផ្ដេសផ្ដាសអីបងស៊ីដំណឹងទេបងប្រុសធំត្រឡប់មកវិញហើយគាត់ចង់ដណ្ដើមតំណែងបងទី2លោកតាកានោះមានដាក់លក្ខខណ្ឌមួយអ្នកស្នងរតត្រូវរៀបការមុនអាយុ30ឆ្នាំនិងមានកូនមុនអាយុ35ឆ្នាំបងទី2អាយុ27ឆ្នាំហើយតែជំងឺគាត់ធ្វើឲ្យគាត់នៅក្បែរអ្នកណាបានទៅរៀបការមានកូនឯណាបងប្រុសធំចង់គេងយកឱកាសដាក់កូនខ្លួនចូលក្រុមហ៊ុនបងទី2គួរឲ្យអាណិតណាស់ទ្រព្យសម្បត្តិធំធេងម្ល៉េះបើទៅគេដណ្ដើមមកព្រោះតែមិនបានរៀបការគួរឲ្យសោកស្ដាយណាស់កញ្ញាស៊ីបងទី2ឲ្យខ្ញុំមកជួបអ្នកមានរឿងចង់និយាយបន្តកញ្ញាស៊ីខ្ញុំដឹងអ្នកមិនចង់បង្ហាញទំនៀកទំនងអ្នកទាំងពីរតែពេលនេះស្ថានភាពបន្ទាន់ណាស់ស្អែកមានកិច្ចប្រជុំក្រុមប្រឹក្សាបងប្រុសធំនឹងដាកឲ្យអនុវត្តលោកអខណ្ឌនោះបើឆ្លងកាត់នោះបងទី2ចប់ហើយគាត់ស្រឡាញ់អ្នកណាគាត់មិនដែលបង្ខំអ្នកឡើយដល់ពេលនេះហើយគាត់នៅតែថាគាត់មិនបង្ខំអ្នកមានតែអ្នកទេដែលអាចជួយគាត់បានអ្នកជាមនុស្សតែម្នាក់ដែលនៅក្បែរគាត់បានបើអ្នកយកព្រមបង្ហាញខ្លួនផែនការបងប្រុសធំនឹងបរាជ័យឲ្យខ្ញុំគិតសិនកូនក្នុងពោះខ្ញុំជាកូនគាត់បើខ្ញុំប្រាប់គាត់បើខ្ញុំបង្ហាញខ្លួនអ្នកត្រឡប់មកវិញមកធ្វើរឿងទាំងនេះឬគួរឲ្យអស់សំណើចណាស់ខ្ញុំមិនមែនមកបង្កើតរឿងទេខ្ញុំធ្វើដើម្បីក្រុមហ៊ុនលក្ខខណ្ឌវិនិយោគគ្រប់គ្នាដឹងច្បាស់ស្ថានភាពរបស់ចិនឈឹងគ្រប់គ្នាដឹងច្បាស់ខ្ញុំស្នើឲ្យកូនប្រុសរបស់ខ្ញុំស៊ូលហេងចូលក្រុមប្រឹក្សាពិបាលដើម្បីស្វែងយល់ពីការងារនេះគឺដើម្បីក្រុមហ៊ុននិងផលប្រយោជន៍អ្នកវិនិយោគបងប្រុសធំនិយាយមានហេតុផលជំងឺបងទី2គ្រប់គ្នាដឹងហើយមិនអាចឲ្យប៉ះពាល់ដល់ក្រុមហ៊ុនទេមែនហើយត្រៀមទុកជាការល្អអញ្ចឹងយើងបោះឆ្នោតចុះមុននឹងបោះឆ្នោតខ្ញុំសូមរំលឹកបន្តិចលក្ខខណ្ឌលោកតាគឺរៀបការមុន30ឆ្នាំនិងមានកូនមុន35ឆ្នាំខ្ញុំទើបតែ27ឆ្នាំនៅសល់3ឆ្នាំទៀតក្នុងរយៈពេល3ឆ្នាំនេះខ្ញុំនឹងរៀបការជាមួយអ្នកណាអ្នកអាចនៅក្បែរស្រីបានទេគេឃើញអ្នកបែបនេះច្បាស់ជាភ័យរត់ចោលហើយឬថាមានគេបង្កើងក្នុងកិច្ចប្រជែងម៉ាក់មិនមែនបង្កើងទេគឺដើម្បីអនាគតក្រុមហ៊ុនសមាជិកភាគច្រើនយល់ព្រមតាមគំរោងចឹងបើមិនអាចបំពេញលក្ខខណ្ឌដប់អៀនគួរតែត្រៀមទុកអ្នកថាបានរកឃើញមនុស្សម្នាក់ណូតានាងជាអ្នកណាបង្ហាញមកនាងមិនទាន់ចង់បង្ហាញខ្លួនខ្ញុំប្រាប់ហើយថាខ្ញុំមិនបង្ខំនាងមិនចង់បង្ហាញបើមិនហ៊ានទេក៏មិនបាច់មកនិយាយអីដែរអ្នកណាក៏ដឹងថាអ្នកមិនអាចនៅក្បែរកណាបានអីចឹងបោះឆ្នោតថ្ងៃនេះតែម្ដងអ្នកណាយកព្រមឲ្យលើហេងចូលក្រុមប្រឹក្សាសូមលើកដៃអរគុណគ្រប់គ្នាគាត់មកដល់ឬនៅខ្ញុំជាមនុស្សហម្នាក់ដែលបងទី2រអាចនៅក្បែរបានខ្ញុំជាមនុស្សឯចឹងបានន័យឯខ្ញុំនៅក្បែរគាត់នឹងមិនខឹងសម្បាឡើយគាត់អាចនៅក្បែរមនុស្សបានចុះយ៉ាងម៉េចទៀតលក្ខខណ្ឌគឺទាមទារឲ្យរៀបការនឹងមានកូននាងអាចផ្ដល់កូនឲ្យគាត់បានទេខ្ញុំមានផ្ទៃពោះហើយលទ្ធផលពិនិត្យគឺកូននេះជាកូនរបស់ចិនឈឹងខ្ញុំមានកូនហើយមែនទេតាំងពីពេលណាឡើងឡានមកល្អណាស់ហេតុអ្វីស្រាប់តែមានកូនអីចឹងរៀបការបងទី2ខ្ញុំជាអ្នកសម្រេចចិត្តពួកអ្នកកំពុងធ្វើអ្វីហ្នឹងលទ្ធផលពីគ្រូពេទ្យអ្នកអាចទៅពិនិត្យបានគាត់អាចនៅក្បែរខ្ញុំបានជឿនៅខ្ញុំនៅទីនេះកូនក៏មានបងធំគម្រោងរបស់អ្នកអាចលុបចោលបានហើយមែនទេបើអញ្ចឹងលុបចោលការបោះឆ្នោតចុះចាំសិនខ្ញុំបាននិយាយថាឲ្យរំសាយឬនៅអ្នកតែងតែនិយាយថាគិតដល់ក្រុមហ៊ុនតែប៉ុន្មានឆ្នាំនេះអ្នកបានធ្វើអ្វីខ្លះអ្នកកាន់តំណែងមិនធ្វើការតែយកលុយរាប់លានរឿងចំនួនតើអ្នកធ្លាប់ដឹងដែរឬទេចឹងអ្នកនិយាយអ្វីនេះគឺជាលទ្ធផលដែលខ្ញុំគម្រោងចុះរបស់អ្នកវិញឯកសារអ្នកយ៉ាងម៉េចនេះជារបាយការណ៍គម្រោងរបស់អ្នកហូរចូលទឹកប្រាក់មិនច្បាស់លាស់សង្ស័យលាងលុយម៉ាក់ខ្ញុំស្នើឲ្យដេញបងចេញពីក្រុមហ៊ុនគាត់មិនត្រឹមតែគ្មានសមត្ថភាពថែមទាំងល្មើសច្បាប់ទៀតខ្ញុំក៏ជាកូនអ្នកដែរ
អ្នកមិនអាចធ្វើបែបនេះបានទេចឹងកុំដេញខ្ញុំកាលពីតូចឲ្យអ្នករៀនសូត្រអ្នកថាឲ្យប្អូនធ្វើការទៅបានហើយអ្នកនៅខាងក្រៅដើរលេងចឹងជាអ្នកទទួលខុសត្រូវឥឡូវអ្នកនៅតែមកដណ្ដើមរបស់គេទៀតក្រុមហ៊ុនស៊ូមានតែចឹងទេដែលគ្រប់គ្រងបានអ្នកណាមិនយល់ព្រមក្រោកឈរឡើងស៊ីអរគុណអ្នកអរគុណដែលជួយលើហេងអរគុណដែលអ្នកហ៊ូយៀនបង្ហាញខ្លួនអរគុណអ្នកម៉ាក់នៅតែហៅអ្នកម៉ាក់ដដែលស៊ីអ្នកទាំងពីរនេះប្អូនថ្លៃខ្ញុំបាននៅជាមួយស៊ីហើយនាងមានកូនជាមួយខ្ញុំថាហើយពីមុនខ្ញុំឃើញអ្នកទាំងពីរមិនធម្មតាទេចឹងមើលស៊ីដោយខ្សែភ្នែកមិនអួចអ្នកដទៃទេអ្នកពិតជាមានភ្នែកល្អមែនអញ្ចឹងស៊ីនឹងមិនត្រូវគេធ្វើបាបទៀតទេស៊ីត្រូវថែសុខភាពណាអរគុណបងថ្លៃស៊ីសូមអបអរសាទរត្រូវថែខ្លួនឲ្យល្អណាអរគុណបងថ្លៃយើងត្រឡប់ទៅបន្ទប់សិនចាប់ពីថ្ងៃនេះទៅមករស់នៅបន្ទប់ខ្ញុំអ្នករហ័សពេកហើយអ្នកនឹងមិនខឹងខ្ញុំដែលមកយឺតទេមែនទេមិនខឹងទេអ្នកហ៊ានបង្ហាញខ្លួនមកគ្រប់ខ្នាខ្ញុំសប្បាយចិត្តខ្លាំងណាស់ចុះបើខ្ញុំមិនមកវិញអ្នកនឹងខកចិត្តទេមិនខកចិត្តទេបើអ្នកមិនមកប្រហែលខ្ញុំធ្វើមិនបានល្អគ្មានទំនុកចិត្តឲ្យអ្នកខ្ញុំនឹងរងចាំដល់ថ្ងៃដែលអ្នកព្រមហេតុអ្វីអ្នកល្ងងម្លេះរងចាំអ្នកខ្ញុំបាននៅជាមួយចឹងហើយខ្ញុំមានផ្ទៃពោះទីបំផុតអ្នកយល់ហើយម៉ាក់សុំទោសដែលមិនបានប្រាប់សុំទោសរឿងអ្វីទៅខ្ញុំសប្បាយចិត្តណាស់ស៊ីចង់ចាំណាអារម្មណ៍អ្នកសំខាន់បំផុតកុំបង្ខំខ្លួនឯងដើម្បីអ្នកណាឲ្យសោះក្មេងល្ងងហេតុអ្វីយំនេះជារឿងល្អគាត់ជូនពរខ្ញុំកុំធ្វើចលនាច្រើនខ្ញុំដាំស៊ុបមាន់ឲ្យគាត់ច្បាស់ជាភ្ញាក់ផ្អើលសួស្ដីយើងមករកបងទី2ខ្ញុំជាកូនស្រីក្រុមហ៊ុនវាងឪពុកខ្ញុំជាដៃគូគេខ្ញុំមកពីត្រកូលចៅមីងខ្ញុំស្គាល់លោកស្រីបានចាំបន្តិចអ្នកជាអ្នកណាមកពីណាខ្ញុំមករកបងទី2មើលអ្នកចុះស្លៀកពាក់បែបនេះអ្នកដឹងថាទីនេះជាកន្លែងណាទេហួសហេតុពេកហើយអ្នកណាឲ្យចូលមកចេញទៅនិយាយនឹងអ្នកនោះចេញទៅកុំឲ្យខាតពេលវេលាយើងមិនទៅទេហេតុអ្វីមិនទូរស័ព្ទប្រាប់ខ្ញុំចង់ឲ្យអ្នកភ្ញាក់ផ្អើលអ្នកណាឲ្យអ្នកមកខ្ញុំមានគូដណ្ដឹងហើយមិនត្រូវការអ្នកណាមកណែនាំទៀតទេនេះគឺជាគូដណ្ដឹងខ្ញុំស៊ីមកផ្ញើអាហារឲ្យខ្ញុំអ្នកទាំងពីរធុងឯនេះមិនទាន់បានញ៉ាំអីមែនទេចិត្តដល់ថ្ងៃភ្ជាប់ពាក្យហើយនៅធ្វើការខ្លាំងទៀតទៅឡើងទៅញ៉ាំជាមួយខ្ញុំហើយគ្រប់គ្នាមកថ្ងៃនេះដើម្បីពិភាក្សាពីរឿងរៀបការរបស់ចឹងនឹងស៊ីខ្ញុំបានរកថ្ងៃល្អហើយថ្ងៃ18ខែក្រោយជាថ្ងៃល្អម៉ាក់អ្នកសម្រេចចិត្តចុះអ្នកទាំងពីរយកយ៉ាងណាដែរអញ្ចឹងកំណត់ថ្ងៃតាមនឹងចុះចាប់ពីថ្ងៃនេះអ្នកជាសមាជិកគ្រួសារខ្ញុំហើយអ្នកណាហ៊ានធ្វើបាបអ្នកប្រាប់ខ្ញុំណាអរគុណម៉ាក់អ្នកចង់កូឡា5ដងហើយមិនខ្លាចដាច់ទេឬលោកស៊ូចឹងតើលោកព្រមយកអ្នកនាងស៊ីជាភរិយាទោះក្នុងគ្រាខ្វះខាតឬមានទ្រព្យឈឺឬសុខសប្បាយលោកនឹងស្រឡាញ់និងថែរក្សានាងរហូតទៅឬទេអ្នករងចាំអ្វីអ្នកនាងស៊ីតើអ្នកព្រមរៀបពកជាមួយលោកចឹងទោះក្នុងគ្រាខ្វះខាតឬមានទ្រព្យឈឺឬសុខសប្បាយអ្នកនឹងស្រឡាញ់និងថែរក្សាគាត់រហូតទៅឬទេខ្ញុំព្រម
ចឹងអ្នកបានរៀបការជាមួយស៊ីហើយចឹងយើងរៀបការមែនទែនហើយអ្នកចង់បដិសេធឬគ្រាន់តែមានអារម្មណ៍ថាដូចក្នុងសុបិនហើយអ្វីអ្នកកាន់តែមើលទៅស្អាតម្លេះខ្ញុំកំពុងមានផ្ទៃពោះណាអ្នកចង់ធ្វើអីខ្ញុំសួរគ្រូពេទ្យហើយការធ្វើបែបនេះអាចបន្ធូរអារម្មណ៍បានពិតមែនឬមែនហើយ